ប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកែបអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដល់ខ្យល់កន្ត្រាក់ចំនួន27គ្រួសារក្នុងខេត្តកែបព្រឹកថ្ងៃសៅរ៍ទី31ខែឧសភាឆ្នាំ2025ឯកឧត្តមបណ្ឌិតសងពិសិដ្ឋប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកែបរួមដំណើរដោយអាដាមលោកជំទាវលោកស្រីសមាជិកាគណៈបកខេត្តបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់គណៈបកប្រជាជនកម្ពុជាខេត្តផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន27គ្រួសារនៅក្នុងខេត្តកែបក្នុងឱកាសនោះអាដាមបណ្ឌិតសងពិសិដ្ឋប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តបានពំនាំមកនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹកបំផុតដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ឬអើងវណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយអាដាមបណ្ឌិតបន្តថាក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តតែងតែមានការព្រួយបារម្ភនិងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចនិងសូមចូលរួមសោកស្ដាយចំពោះការបាត់បង់នៅផ្ទះដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងនោះដែរអាដាមបណ្ឌិតបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនៅអនាម័យល្អរស់នៅស្អាតហូបស្អាតផឹកស្អាតនិងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដំណាំរួមផ្សំចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើងជាពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងរដូវភ្លៀងធ្លាក់នេះអាចនឹងមានផ្គររន្ទះផ្សេងៗជាយថាហេតុអំណោយដែលផ្ដល់ជូនរួមមានក្នុងមួយគ្រួសារទទួលបានទឹកត្រីប្រេងឆាប៊ីចេងចានដែកចំនួន1មុងភួយត្រីខកន្ទេលសរងសង្កសីផ្ដល់ជូនទៅតាមទំហំនៃការខូចខាតរបស់គ្រួសារនីមួយៗនិងថវិកាមួយចំនួនផងដែរគូបញ្ជាក់ថាក្នុង27គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងនោះក្រុងកែបមានចំនួន5គ្រួសារនិងស្រុកដំណាក់ឆ្អើរចំនួន22គ្រួសារដែលរងគ្រោះនិយាយថាទេចំពោះព័ត៌មានคล้ายៗ